ចាសួស្តីបងប្អូនអរគ្នាឥឡូវសាមុនធ្លាប់បង្ហាញពីការកលាពណ៌ប្រាក់ហើយរំដួលពណ៌មាសហើយឥឡូវយើងមកបង្ហាញពីរំដួលពណ៌ប្រាក់តែម្ដងចាអត់ខុសគ្នាមួយពណ៌មាសហ្មងនេះចាជាងការស្នោធ្វើបដូរនឹងម្ដុំกระดาษសម្រាប់ធ្វើសកលប្រកបនឹង14ពណ៌ប្រាក់ຂະຫນាតនេះ 7cm ប៉ុណ្ណឹង 14cm ចាហើយរបៀបបាត់អានេះសម្រាប់យើងធ្វើស្នូខាងក្នុងយើងមកនេះក៏បានដែរមកបាត់ស្ទាប់ចូលក្នុងក៏បានដែរតែយើងបាត់ជើងហ្នឹងគឺលក្ខណៈយើងលុយបន្តិចណានេះលុយប្រឡាក់តិចបាត់ស្មាឯងដើម្បីពេលយើងហុំទៅគឺស្មាជើងស្អាតអញ្ចឹងហើយយើងជូនចឹងមកអានេះក៏ធំចឹងពីកងលើគ្នាទៅគឺស្អាតលើគ្នាស្អាតចឹងណាបងចានេះយើងបាត់ឡើងមកពីចុងខុសពីប្រភេទកระดาษពណ៌ណាហើយអញ្ចឹងយើងឃើញស្មាបូស្មាពេលយើងលុយបន្តិចចឹងយើងដាក់ស្មាមកចាហើយយើងយកគ្នាខាងក្រោមនេះយើងដាក់បាត់ទៅចូលក្នុងទៅយើងទាញខាងលើមកហុំពីលើសម្រាប់ខាងនេះក៏ចឹងដូចគ្នាយើងហុំមកខាងក្រោមហ្នឹងចូលទៅក្នុងស្មាហ្នឹងចឹងទៅយើងទាញអានេះស្ទាប់ខាងក្រោយទៅវិញចាចឹងបងប្អូនក៏រៀបធ្វើទៅតាមហ្នឹងចឹងទៅតាមអ្វីដែលយើងរៀបបាត់មកទៅស្រឡាញ់សម្រងមកបែបណាយើងស្រ័យស្រង់តាមហ្នឹងគេនេះបាត់ទៅយ៉ាងព្រួយកระดาษយើងកាត់ចេញចេះទៅចាអានេះយើងទាញវាអប់ចឹងអស់វាមកអប់ចឹងមកចឹងទៅវាអត់ឃើញស្នាមទេមកកណោយចាអូខេខ្ញុំឃើញថាមូលហើយខ្ញុំប្រភេទលូកនេះយកមករុំបងមានសម្ភារៈជាអំបោះក៏អាចប្រើអំបោះមូលបានដែរបងចាតបមកយើងតាមមកទៅស្លាក់ប្រកប3ប្រកបហ្នឹងបាត់លួចកែមហ្នឹងចូលទីមកទីសសសម្រាប់ជើងគឺលួចមិនពីចាំដូចគ្នាហើយចាំយើងបញ្ចូលអត់ខុសគ្នាពីការទៅពណ៌មាសពាក់មុននេះចាទាំងបង្ហាញជុំបងមើលហ្នឹងគឺដូចគ្នាបងហើយសម្រាប់ការគួចគឺយើងបបល់មកជុំអញ្ចឹងគ្នាពេលយើងបបល់យើងមកខាងវែងហ្នឹងដើម្បីវាឃើញស្មាពេលយើងតាច់ខាងខ្លីមកអាខ្លីហ្នឹងវាចូលមកខាងក្នុងគឺស្មាជើងគ្នាល្អចេះអត់ខោចេះបងគ្នាអត់ខោចេះពេលយើងលួចបន្តិចចឹងចាខ្ញុំអត់ឃើញចឹងបន្តពីស្ទាប់ទៀតណាហើយខ្នាតតាមបងចង់បានធំទូទេអញ្ចឹងខ្ញុំមកក៏ប្រមាណខ្នាតធំខ្នាតទូអីចឹងខ្ញុំធ្វើតាមហ្នឹងអញ្ចឹងណាខុសគ្នាទូអីចឹងទៅសម្រាប់តាមគាត់យកតែកជំកាត់យកចាក់ទៅភួងជំកាត់យកចាក់លើកម្រិតកាយកម្រិតអីចឹងផ្សេងទំហំខុសគ្នាអីបងគាត់តែការប្រើតាមហ្នឹងខ្ញុំទទួលមករៀបតាមខ្នាតហ្នឹងអញ្ចឹងបងចានេះនេះបើយើងលុយទីចេះគឺរំវាស្មើហ្មងចាចឹងបានឲ្យស្ទាត់ស្មើគ្នាហើយចាប់តាមបញ្ចូលដើម្បីធ្វើជាស្ទាត់សម្រាប់ខ្ញុំការធ្វើស្ទាត់មានតែការស្ទាត់ឲ្យវាណែណាដើម្បីកុំឲ្យវាឃើញស្នាមអត់ស្អាតទេចានេះស្ទាត់ខ្លាចណាហើយបើសិនជាកាត់នេះបងគាត់មួតអត់ណែនគាត់ប្រើលុះហ្នឹងមួតណាខ្ញុំគាត់កាត់អីចឹងទៅទាញទៅខ្ញុំមកស្ទាត់ទៀតពេលចាំខ្ញុំធ្វើរៀងកងឬគ្នាទីបានឃើញស្អាតគឺដូចធម្មជាតិណាពេលនេះមកឃើញអត់ស្មើគ្នាទេហើយខ្ញុំមកពីស្ទាត់នេះស្ទាត់ទី3ចាខ្ញុំកាត់ចឹងទៅវាងាយស្រួលក្នុងការដាក់ផ្គុំហើយទី2ខ្ញុំបានសេរីឲ្យនេះអាប់គ្នាស្អាតផងចឹងពេលយើងអាចស្ទាត់ទី3នេះចេះវាចឹងបងដៃត្រង់ចឹងមកវាឃើញអត់មកស្មើចំកណ្ដាលហ្នឹងហ្មងចឹងកាត់យើងឃើញស្អាតនេះកាលណាបើយើងនិយាយចឹងប្រើទឹកកាប់ចឹងទាញមកណែនហ្មងបងជំនាញខាងអំបោះធ្វើដាក់អំបោះបានអត់បើគាត់មានកន្លងទាញអំបោះអីចឹងណាបងអត់ចេះប្រើលួសខ្ញុំប្រើលួសចានេះគាត់ឲ្យចឹងខ្ញុំចាប់ហើយហើយស្នូកស្កប់ការរំដួលរបស់យើងហ្នឹងហើយយើងហើយកណ្ដាលយើងសេរីកណ្ដាលចឹងទៅចង់បានទំហំឲ្យវាមកវាកោងក្លឹបឬក៏ស្រួលស្រួលយើងសេរីតាមចំណងចំណូលចិត្តរបស់បងប្អូនចឹងណាចាតើការចង់បានខ្លាចហ្នឹងឲ្យមកក្លឹបឬក៏មិនចង់បែបណាបងអាចសេរីបានចានេះប្រភេទការរំដួលពណ៌ប្រាក់របស់យើងណាវារយហើយបងនេះចាចឹងឃើញពណ៌ប្រាក់ទាំងខាងក្រៅខាងក្នុងកម្មគឺបែបកំណត់ចឹងហ្មងចានេះប្រភេទការរំដួលចាំពណ៌ប្រាក់ពណ៌មាសខាងបងមានទទួលកំងធ្វើទាំងអស់ចឹងប្រភេទក្លាប់នេះក៏មានដែរប្រភេទពណ៌ប្រាក់ពណ៌មាសអីចាតែជាក់គឺបងកំងមុនដោយសារពេលខ្លះមានក្នុងស្តុកក៏បានលឿនពេលខ្លះអស់ស្តុកដែរចឹងណាបងចាសូមអរគុណជំរាបលាបញ្ជាក់មកទៀតបងលេខទូរស័ព្ទក្នុងការកំងគឺ011 288 3 3ចាសូមអរគុណកុំភ្លេច Subscribe វីដេអូផងដើម្បីធ្វើនៅការផ្សេងៗជូនបងមើលទៀតចាសូមអរគុណជំរាបលា